នៅក្នុងអក្សរសិល្ប៍ខ្មែរនាងបដាចាត្រូវបានចរិតក្នុងប្រវត្តិជីវិតដ៏មហាសានកំសត់គេតែងតែប្រៀបធៀបពីជីវិតរស់នៅទៅនឹងនាងបដាចាតែវណ្ណកម្មនោះត្រូវរលារលត់បន្តិចម្ដងស្ទើរតែកូនខ្មែរចំនួនក្រោយភ្លេចភ្លាំងអស់ទៅហើយឆ្លៀតក្នុងពេលនេះយុវអ្នកនិពន្ធហ្វៃសំអាងក៏បានខិតខំស្រាវជ្រាវរាយរកឯកសារមកចងក្រងពីប្រវត្តិរបស់នាងបដាចាក្នុងវណ្ណកម្មអ្នកនិពន្ធរៀមច្បងឲ្យខ្លាយទៅជាទាំងទស្សនីយភាពនិងសម្រាប់ជាឯកសារសម្រាប់កូនខ្មែរចំនួនក្រោយៗជួយថែរក្សានូវកេរមរតកនៃវណ្ណកម្មរបស់បុព្វបុរសយើងមួយកាចង់រៃស្បៃរ
ពួយសន្ធំឆាប់ចង់ហងបាំងនាងនៅក្នុងស្ទឹងស្រែកនាងពិនភ័យស្រែកផងយំផងរត់ផងលើកដៃអូរំភៃស្មានថាក៏លូនចុងទឹកគួរយកបានប្រៀបដល់សំណាប់ហូរលឿនសនទៅផ្លាចោលបោកខ្លួនកណ្ដាលព្រៃជ្រៅទឹកផ្លែនូនទៅសោកសៅអន្លហើយស្លាំកូនស្លាំអាពពមកវិញមានក៏ទាំងស្លាំទាំងមកផ្ដាច់ចោលពីកលឡៅជ្រីរៀងតាមស្រែរត់រត់អងអ្វីព្រះគុណជាម្ចាំង